ថ្ងៃនេះខ្ញុំមានចម្រៀងមួយបទខ្ញុំចង់ច្រៀងជូនទៅកញ្ញាធ្វើ homework និយាយទៅខ្ញុំលួចស្រឡាញ់គេយូរហើយប៉ុន្តែមិនដឹងសារភាពប្រាប់គេមកយកចឹងថ្ងៃនេះពេលចាប់ដើមលើ Facebook ខ្ញុំគិតថាចង់ឆាតទៅញ៉ែស្រីស្អាតតែសម្រាប់ខ្ញុំមិនបានតែគេ reply ឆាតខ្ញុំវិញដែរទេរួមថាខ្ញុំដឹងសឹងតែ copy ចេញមកពីប្រុសស្អាតកូរ៉េព្រោះអីអាចគេមកមាត់មិនលយគេមិនងាយ confirm យីរ៉េតែមានពេលមួយខ្ញុំអាចចង់ស្រីស្អាតរៀងគេស្លឹមលយមកគេគូប្រាថ្នាទេមិនដឹងថាគេទុំនៅឬសង្សារមកគេតែចៃដន្យអីឃើញគេផុសវីដេអូមួយចង់ like ខកគេនាងធ្វើមុខខ្ជូតបញ្ចេញសម្រស់ដើម្បីបញ្ជាក់នៅ Facebook ពេលខ្ញុំមើលហើយចង់លួងស្រឡាញ់នាងគ្រាន់តែខ្ញុំអៀនមិនហ៊ានមិនដឹងគួរចាំផ្ដើមបែបណាតែខ្ញុំមើលយូរទៅនាងប្រើទាំងមុំលេងស្រស់ថ្លាហើយនាងបានស្រែកឮថានាងកំពុងតែធ្វើ homework ខ្ញុំបានលងស្រឡាញ់កញ្ញាធ្វើ homework នោះហើយចំលែងលែងខ្ញុំអើយមិនដឹងជាសារអីនោះទេខ្ញុំមានអារម្មណ៍ប្លែកមិនហ៊ានប្រកែកខ្លួនឯងមានអារម្មណ៍ចំបែកលួចស្រឡាញ់គេមិនដឹងខ្លួនថាស1 2 បាយសុំហ៊ានតាមគេសុំអូនបងទៅ homework ម៉ែអូនបងទៅ homework អូនបងទៅ homework គេនៅហើយអូនបងទៅ homework គ្រាន់តែ friend នាងមានចំនួនដល់ 5000 នាងរងចាំ status ចាំ like ចាំ comment ចាំការតបតនាងនិយាយពាក្យល្អពីនាងឯវីដេអូវិញ share ច្រើនកប់ហើយធ្វើ cover តាមគ្នាឈ្មោះនាងល្បីពេញ Facebook ទាំងក្រុម website និងពេញ Cambodia តែមានពេលមួយខ្ញុំแอบចប់ស្រីស្អាតរៀងគេ slim លយបោះគេគួរប្រាថ្នាទេមិនដឹងថាគេទំនេរឬសង្សារមកគេតែចៃដន្យអីឃើញគេផុសវីដេអូមួយចំ like ខកគេនាងធ្វើមុខខ្ជិលបញ្ចេញសម្រស់ដើម្បីបញ្ជាក់មែនពេកបហ្វាពេលខ្ញុំមើលហើយចង់លួងស្រឡាញ់នាងគ្រាន់តែខ្ញុំអៀនមិនហ៊ានមិនដឹងគួរចាំផ្ដើមបែបណាតែខ្ញុំមើលយូរទៅនាងប្រែទាំងមុំលែងស្រស់ថ្លាហើយនាងបានស្រែកឮថានាងកំពុងតែធ្វើ homework ខ្ញុំបានលង